បាទជំរាបសួរលោកគ្រូក៏ដូចជាសួស្តីការបងប្អូនសិស្សានុសិស្សទាំងអស់បាទមកជួបគ្នាជាមួយលោកគ្រូបន្តទៀតពាក់ព័ន្ធនៅក្នុង playlist Victor ក្នុងមហោថ្នាក់ទី10 11បាទអូខេហើយអញ្ចឹងមុននឹងចាប់បានវីដេអូអញ្ចឹងសូមឲ្យអ្នកទាំងអស់គ្នាជួយ like ជួយ share វីដេអូនេះផងដើម្បីចែករំលែកទៅដល់អ្នកដែលកំពុងតែរៀន online នៅខ្លួនឯងស្រាវជ្រាវពាក់ព័ន្ធជាមួយ Victor មហោថ្នាក់ទី11ឲ្យគាត់បានមើលឃើញវីដេអូមួយនេះដើម្បីគាត់អាចរៀនកើតដោយខ្លួនឯងបាទហើយសម្រាប់អ្នកមិនទាន់បានចុច subscribe YouTube channel អញ្ចឹងចូលទៅ YouTube search ពី Teacher អ៊ុយសុគន្ធរតហើយចុច subscribe អ្នកមួយផងអ្នកដែលមិនទាន់បានចុច follow page លោកគ្រូអ៊ុយសុគន្ធរតចូលក្នុង Facebook page ចូលក្នុង Facebook search ពាក្យលោកគ្រូអ៊ុយសុគន្ធរតហើយចុច follow ម្នាក់មួយផងបាទអញ្ចឹងគឺកាលពីវីដេអូមុនលោកគ្រូបានដាក់ជាកិច្ចការផ្ទះឲ្យប្អូនបាទក្នុងការដៅចំណុច B អញ្ចឹងតើមានទាំងអស់គ្នាមានបានដៅចំណុចហ្នឹងដែរឬទេហើយដៅចេញឬក៏អត់អូខេឥឡូវសម្រាប់អ្នកដែលដៅហើយអញ្ចឹងតាមដានមើលចម្លើយទាំងអស់គ្នាថាតើការដៅរបស់យើងដូចលោកគ្រូដែរឬទេជាដំបូងយើងត្រូវគូអារបស់យើងទាំង3នឹងសិនហើយដាក់ព្រួយឲ្យត្រឹមត្រូវតមកដាក់អក្សរឲ្យត្រឹមត្រូវទៀតប្រយ័ត្នដាក់អក្សរខុសក៏ខុសដែរយល់ទៅកន្លែងហ្នឹងគឺចាំបាច់យកអក្សរតាមហ្នឹងបាទអូខេនេះគឺដាក់អក្សររួចរាល់អូខេហើយបន្តមកទៀតអញ្ចឹងចាប់ដើមដៅចំណុច B អញ្ចឹងចំណុច B យើងគឺមានដក2 1ដក2បាទអញ្ចឹងគឺដក2ខាងមុខគឺជា x 1គឺជា y ហើយដក2ខាងក្រោយគឺជា z បាទអញ្ចឹងជាដំបូងយើងត្រូវធ្វើអីមុនសិនគឺជាដំបូងយើងត្រូវដៅដក2បាទដៅដក2នៅលើ ax បាទអញ្ចឹងគឺដកនៅខាងកតុយព្រួញបាទអញ្ចឹងគឺចេញពី0ទៅខាងកតុយព្រួញ1អេកតា1ដក1ទៅ1អេកតាទៀតគឺដក2បន្តមកទៀតយើងក៏ចាប់ដើម y បាទអញ្ចឹង y យើងគឺ1បាទសញ្ញាបូកអញ្ចឹងមកខាងក្បាលព្រួញអញ្ចឹងគឺមកខាងព្រួញ1អេកតាអដេកអូខេតោះយើងក៏សង់វាចេញជា parallelogram មានរូបរាងវាគឺខ្សែក្រហមត្រេតខ្សែបេតុងគឺដេកអញ្ចឹងគួរចេញ ballet អញ្ចឹងយើងអាចគូចេញពីនេះចេញដេកហើយនេះគឺត្រេតបែបនេះបាទចេញជា parallelogram អញ្ចឹងយើងខ្ញុំគឺជុកគូសចេញពីដក2ទៅមុនបាទអញ្ចឹងឲ្យស្របមួយនឹងអាបៃតងអាវាយ4គូឲ្យដេកស្រួលដោយសារយើងមានកន្លាសភៅអញ្ចឹងការគូសដេកអត់ពិបាកទេយើងអាចស្របគ្នាបានងាយតែបើគូឲ្យត្រេតចង់រកស្របរៀងពិបាកអញ្ចឹងគូដក2ទៅឲ្យស្របមួយអាវាយមកបាទអញ្ចឹងគឺមួយឯកតាទេអញ្ចឹងដាក់វាស់ឲ្យវាស្មើមកខាងក្រោមនេះប្រហែលខាងលើគឺប្រវែងប៉ុណ្ណឹងដូចគ្នាតោះមកយើងក៏ភ្ជាប់ចុងព្រួញមកបាទភ្ជាប់ពីមួយនេះទៅចុងព្រួញមកអត់ចាំបាច់វាស់ទៀតទេតែយើងចង់វាស់ក៏បានតែយើងមិនបាច់វាស់ទេឲ្យតែលើនេះស្មើស្របអញ្ចឹងខាងជំហាននេះគឺអូតូម៉ាទិកស្មើស្របដែរអញ្ចឹងគឺអត់តន់ចប់ទេយើងត្រូវគូសចេញអង្កត់ទ្រូងបាទនេះពណ៌ស្វាយចេញពីគោល O មកនៅចំណុចបន្សំនេះតោះមកយើងក៏យកអាពណ៌ស្វាយហ្នឹងយកទៅផ្គុំមួយនឹង Z យើងគឺដក2នេះដក2អញ្ចឹងដក2គឺអាឈរអាពណ៌ខៀវអញ្ចឹងដក2មកកតុយព្រួញបាទអញ្ចឹងមកកតុយព្រួញគឺដក1មកឯកតាទៀតមកដក2បាទអូខេហើយតោះយើងយកអាពណ៌ស្វាយមកផ្គុំមួយជាមួយនឹងអាពណ៌ខៀវឲ្យចេញជា parallelogram អញ្ចឹងគូចុងស្វាយនេះព្រោះអាពណ៌ខៀវនេះគឺឈរអញ្ចឹងវាស្រួលក្នុងការរកស្របអញ្ចឹងគូចេញចុងពណ៌ស្វាយមកឲ្យឈរដែរមកត្រង់តាមកន្លានសភៅយើងមកបាទអញ្ចឹងគូឲ្យត្រង់មកហើយវាស់ឯកតាវាហើយ1 2បាទកុំភ្លេចត្រូវវាស់ហើយមិនគូសយកមកឲ្យផុតនេះទេហើយស្មានទេមែនទេគឺយកតាមនេះអានេះប្រមាណអានេះប្រមាណអញ្ចឹងអានេះត្រូវប៉ុណ្ណឹងដូចគ្នាបាទយកឲ្យស្មើគ្នាតោះមកយើងក៏ភ្ជាប់វាទៅបាទអញ្ចឹងពេលហ្នឹងយើងនឹងឃើញថាកន្លែងនេះគឺពណ៌ស្វាយនេះគឺចុចនេះវានឹងស្របគ្នាជាមួយនឹងពណ៌ស្វាយជាប់នេះហើយប្រវែងក៏ស្មើគ្នាដែរបើយើងវាស់អូខេអញ្ចឹងចំណុចប្រសពចុងក្រោយនេះគឺជាចំណុច B បាទចំណុច B នេះគឺជាការដៅចំណុចនៅក្នុងលំហបាទអូខេតោះទៅអានបន្តទៀតលំហាត់គំរូទី2មិញយើងដៅមកចំណុចឥឡូវយើងដៅច្រើនចំណុចបាទដៅ4ចំណុចហើយដៅនៅក្នុងតម្រុយតែមួយឯងបាទចឹងនេះខ្ញុំគូអាក់ឡើងវិញហើយដាក់ព្រួយដៃត្រឹមត្រូវមកបាទហើយដាក់អក្សរត្រឹមត្រូវដាក់អក្សរដាក់ព្រួយឲ្យហើយបាទចាប់ដើមគូសបាទមិនមែនគូអាក់ហើយដាក់ព្រួយឲ្យដាក់អក្សរហើយអញ្ចឹងមិនដឹងណាមួយណាជា x មួយណាជា y ខាងណាក្បាលព្រួយវិជ្ជមានខាងណាកតុយព្រួយអវិជ្ជមានអត់ដឹងអញ្ចឹងដាក់ឲ្យហើយសិនបន្តមកចាប់ដើមដៅចំណុច A អញ្ចឹងពេលនេះចំណុច A យើងនេះគឺដក2គឺជា x 0គឺជា y 1គឺជា z បាទអូខេហើយអញ្ចឹងកន្លែងនេះគឺ x យើងគឺដក2បាទអញ្ចឹងមកខាងកតុយព្រួយដក1ដក2បាទឯកតាស្មើគ្នាកន្លែងហ្នឹងបន្តមកអញ្ចឹងដោយសារតែកន្លែងនេះគឺ y យើងគឺជាលេខ0បើយើងផ្គុំមួយ y ទៅឲ្យចេញជាបលេគឺនៅតែប៉ុណ្្នឹងឯងអញ្ចឹងចំណុចប្រសពនៅកន្លែងដក2ហ្នឹងដែរអញ្ចឹងកន្លែងនេះអាចនិយាយបានថា
សម្រាប់ការដៅចំណុចនេះកាលណាយើងមានអមួយណាជាលេខ0យើងអត់ចាំបាច់ដៅវាទេបាទអត់ចាំបាច់យកវាមកគិតទេយើងរំលងវាទៅជាផ្គុំអដែលមានលេខខុសពី0អញ្ចឹងគឺយក x ជាមួយនឹង z យកមកផ្គុំមកសង់តែម្ដងចប់អត់មានសង់2ដងទេបាទអញ្ចឹងនេះគឺយក x ដក2 y 0យើងអត់គិតទេគិត z ហ្មងបាទ z យើងគឺលេខ1មកខាងក្បាលព្រួញបាទ1អេតាអូខេតោះយើងក៏សង់វាឲ្យចេញជា parallelogram អញ្ចឹងមិនមែនសង់ចេញចេះទេហើយក៏មិនមែនសង់ចេញចេះដែរ parallelogram អញ្ចឹងនេះគឺអា q យើងអាមិនឈរអញ្ចឹងយើងគូកន្លែងចុងដក2នេះឲ្យឈរដែរទៅបាទឲ្យឈរដែរមកវាស្របគ្នាហើយយើងគូចេះមិនស្របអញ្ចឹងគូឈរបានស្របបាទអញ្ចឹងយើងគូឡើងលើទៅបាទនេះអញ្ចឹងពេលគូឡើងលើហើយឃើញស្របហើយប្រវែងវាស់ឲ្យស្មើគ្នាមកអញ្ចឹងយើងក៏ភ្ជាប់ពីមួយទៅកន្លែងកំពូលនេះមកគឺបានហើយអញ្ចឹងកន្លែងនេះគឺអត់សង់2ដងទេដោយសារតែអ y យើងគឺលេខ0អញ្ចឹងយើងសង់ភ្ជាប់តែ x ជាមួយនឹង z ជួបគ្នាឡើយណាកន្លែងហ្នឹងគឺជាចំណុចបាទអញ្ចឹងចំណុច A បាទបន្តមកទៀតចំណុច B ចំណុច B នេះឃើញ 0z ដែរបាទអូ 0z ដែរអញ្ចឹងមិនបាច់គិតទេយើងគុំតែ x ជាមួយ y ហើយគឺចេញចំណុច B ហើយបាទអញ្ចឹង x យើងលេខ2បាទមកខាងក្បាលព្រួយ1 2តមក y យើង2ដែរមកខាងក្បាលព្រួយដែរ1 2បាទអូខេហើយមកយើងក៏សង់វាទៅជា parallelogram បាទអញ្ចឹងភ្ជាប់វាមកកន្លែងនេះតាមពិតត្រូវនឹងគូខាងនេះមុនមិនត្រូវបាទព្រោះយើងគូខ្សែដេកមុនងាយជាងគូខ្សែត្រេតគូត្រេតនេះរៀងពិបាករហូតស្របតែគូខ្សែដេកមុនស្រួលព្រោះវាខ្សែបន្ទាត់ស្រាប់លើសភៅយើងបាទអញ្ចឹងគូខ្សែដេកមុនទៅចាំគូខ្សែត្រេតតាមក្រោយមកគឺងាយស្រួលអូខេអញ្ចឹងចំណុចប្រសពនេះគឺជាចំណុច B បាទបន្តមកចំណុច C យើងគឺ x 0អត់យកដែរអញ្ចឹងគឺយើងគុំតែ y ជាមួយនឹង z អញ្ចឹងយក y មក y យើងដក2មកខាងឆ្វេង1អីតាដក1 y យើងដក1ហើយ z យើងគឺលេខ2បាទ z លេខ2នៅខាងក្បាលព្រួយអញ្ចឹង1មានហើយ2អូខេហើយសង់វាចេញជា parallelogram កន្លែងនេះចាំដើមឆ្ងល់ថាចំ parallelogram ណាអានេះគេគូមកចេញជាចតុកោណកែងហ្នឹងបាទអញ្ចឹងគឺដូចខ្ញុំនិយាយពីវីដេអូមុនដែរថាតាមពិតយើងទាំង3ហ្នឹងគឺមិនមែនជា parallelogram ទេគឺរបស់យើងទាំង3ហ្នឹងគឺជាចតុកោណកែងអញ្ចឹងគ្រាន់តែយើងគូអត់ចេញចតុកោណកែងទេបាទតែយើងចង់គូចេញចតុកោណកែងគូអត់កើតដោយសាររបស់យើងក្នុងលំហអញ្ចឹងឲ្យចេញ trade អញ្ចឹងវាខ្លាយទៅជា parallelogram តែដេកនឹងអក្សរយើងគឺកែងគ្នាអញ្ចឹងពេលគូសទៅវាខ្លាយជាចតុកោណកែងបែបហ្នឹងឯងតាមពិតនេះក៏ចតុកោណកែងដូចគ្នាតែចតុកោណកែងទាំងអស់ហ្នឹងឯងបាទអូខេអញ្ចឹងយើងផ្គុំ y មួយ z ហើយគឺកลายទៅជាចំណុច C បាទបន្តមកចំណុច D ឃើញថា0ដល់ទៅ2 0x ផង 0y ផងអញ្ចឹងយើងផ្គុំយ៉ាងម៉េចអញ្ចឹងឡើយហ្នឹងកាលណា 0x ផង 0y ផងចំណុចរបស់យើងដើរហ្នឹងគឺអត់មានទៅផ្គុំចេញជារូបរាងអីទេគឺយើងដៅចំកន្លែងចំណុច z តែម្ដងបាទដៅកន្លែង z តែម្ដង z យើងគឺដក1អញ្ចឹងដក1លើ z នៅខាងអក្សរខាងក្រោមបាទអញ្ចឹងចំណុចរបស់យើងនៅកន្លែង z ដក1ហ្នឹងតែម្ដងបាទអញ្ចឹងគឺចំណុចវានៅកន្លែងលេខដក1ហ្នឹងបាទនេះគឺជាចំណុច D បាទអូខេហើយអញ្ចឹងសម្រាប់ការដៅចំណុចគឺមានប៉ុណ្ណឹងហើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយនឹងអាចដៅវាបានល្អអញ្ចឹងវឹកហាត់ដៅវាទៅបង្កើតចំណុចខ្លួនឯងថែមទៅហើយរៀនដៅវាបាទរៀនដៅវាអូខេហើយអញ្ចឹងអរគុណច្រើនហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយបើសិនជាមានចង្កល់ត្រង់កន្លែងណាមួយអាច comment សួរនៅលើវីដេអូហ្នឹងក៏បានឬក៏ឆាតសួរតាមរយៈ Telegram 015 98 9993ក៏ដូច089 57 56 47អរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ